ពេលដែលយើងជួបបញ្ហាជីវិតឬក៏បញ្ហាសម្ពាធជីវិតធ្ងន់ធ្ងរក្នុងស្ថានភាពដ៏តានតឹងតើយើងត្រូវទៅដោះស្រាយអ្វីមុនគេឬក៏អត្តភាពមុនគេជាទូទៅមនុស្សខ្លះគាត់មានបញ្ហាហិរញ្ញវត្ថុអញ្ចឹងគាត់អាចប្រើយុទ្ធសាស្ត្រសេះដាច់យកសេះតាមឬក៏ខ្ចីពីមួយទៅមួយខ្ចីពីមួយទៅមួយដើម្បីដោះស្ថានភាពបន្ទាន់ការធ្វើដូច្នេះចុងក្រោយគឺគាត់មានបញ្ហាច្រើនទៅតកតងជាមួយនឹងហិរញ្ញវត្ថុតកតងជាមួយបំណុលពីព្រោះมันបានដោះទេគឺបានតែវិលជុំហើយកើនការប្រាក់និងកើនការចំពាក់ច្រើនហើយដំបូងឡើយគាត់គិតថាដោះមកពេលឬក៏ពជាពេលសិនទៅប៉ុន្តែមិនមែនពជាពេលទេគឺបង្កើនបំណុលឬក៏មានបញ្ហាច្រើនក្នុងស្ថានភាពខ្លះគាត់អាចប្រើមធ្យោបាយទាំងអស់ហ្នឹងចែបើខ្ញុំលើកឡើងជារួមថានៅក្នុងស្ថានភាពដែលយើងលំបាកទៅលើផ្នែកហិរញ្ញវត្ថុលំបាកក្នុងការទំនាក់ទំនងលំបាកនៅក្នុងសម្ពាធជីវិតគ្រប់បែបយ៉ាងនៅក្នុងដំណើរជីវិតហ្នឹងតើយើងគួរដោះស្រាយអ្វីមុនគេជាអត្តភាពមុនគេបើសិនបើយើងដោះស្រាយអត់ចំគោលដៅទេនៅជំហាននៃការដោះស្រាយលំហនៃការដោះស្រាយហ្នឹងគឺអត់បានទៅរលូនអត់អាចដោះស្រាយបានដល់ឫសគល់នៃបញ្ហាពីមួយជំហានទៅមួយជំហានបានទេដោយសារតែយើងជ្រើសរើសសម្រាប់ចិត្តដោះហ្នឹងគឺអត់ត្រូវត្រង់ដំណើរតាមលំដាប់លំដោយអញ្ចឹងជាទូទៅខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាថាដើម្បីដោះស្រាយបញ្ហាតានតឹងគ្រប់បែបយ៉ាងខ្ញុំនិយាយជារួមទេគឺយើងត្រូវផ្ដោតយើងត្រូវដោះស្រាយបញ្ហាផ្លូវចិត្តជាមុនសិនយើងត្រូវដោះស្រាយសុខុមាលភាពយើងត្រូវដោះស្រាយផ្ទៃខាងក្នុងទៅមុនសិនបើសិនបើយើងអត់អាចដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តផ្លូវកាយឬក៏សុខុមាលភាពរបស់យើងទៅមុនតកតងជាមួយនឹងផ្ទៃខាងក្នុងទេយើងដោះស្រាយអត់ចេញទេរបស់ខាងក្រៅយើងមិនអាចដោះចេញបានទេបើសិនបើរបស់ខាងក្នុងយើងដោះអត់ចេញព្រោះអាកូដដែលយើងជាប់គឺកូដជាប់នៅក្នុងទេនៅក្នុងជីវិតនៅក្នុងខ្លួនគឺផ្ដើមចេញពីសុខភាពអញ្ចឹងហើយបើខ្ញុំលើកឡើងថាដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក៏ដោយបញ្ហាជីវភាពក៏ដោយបញ្ហាទំនាក់ទំនងក៏ដោយបញ្ហាគ្រប់សពសារពើនៅក្នុងដំណើរខាងក្រៅហ្នឹងគឺយើងមានវិធីច្រើនក្នុងការដោះប៉ុន្តែសំខាន់បំផុតតើវិធីមួយណាដែលជាអត្តភាពដែលយើងត្រូវដោះមុនគេគឺយើងដោះផ្ទៃខាងក្នុងយើងមុនសិនទើបយើងអាចដោះខាងក្រៅបានគឺដោះលំហូរផ្លូវចិត្តដោះសុខភាពផ្លូវកាយដោះសុខភាពផ្លូវចិត្តដោះសម្ពាធដែលកំពុងគាំងនៅក្នុងដំណើរទាំងអស់ហ្នឹងពេលយើងដោះសម្ពាធយើងដោះបញ្ហាផ្លូវចិត្តផ្លូវកាយបញ្ហាសម្ពាធនៅក្នុងផ្ទៃខាងក្នុងបានហើយទើបយើងអាចរកឃើញវិធីមធ្យោបាយដើម្បីដោះបញ្ហាខាងក្រៅពីមួយជំហានទៅមួយជំហាននេះគឺជាអ្វីដែលបងប្អូនត្រូវគិតត្រូវពិចារណាពេលដែលជួបបញ្ហាស្ថានភាពតានតឹងតែយើងដោះស្អីមុនគេសុខភាពគឺជាបាតគ្រឹះនៃជីវិតមានបញ្ហាសុខភាពគឺមានបញ្ហាគ្រប់បែបយ៉ាងទើបយើងមកដោះគ្រឹះមកកសាងគ្រឹះមកជួសជុលគ្រឹះមកធ្វើឲ្យគ្រឹះរឹងមាំទើបយើងអាចដោះស្រាយបញ្ហាទើបអាចលូតលាស់ទៅមុខបានបាទអរគុណច្រើន